តែអ្នកដឹងទេថាកាលពីឆ្នាំ2024កន្លងមកនេះកាហ្វេ Robusta ខេត្តមណ្ឌលគិរីបានបង្កើតប្រវត្តិសាស្ត្រថ្មីដល់វិស័យកាហ្វេកម្ពុជាតាមរយៈការទទួលបានវិញ្ញាបនបត្រជាកាហ្វេ Robusta ប្រណិត Fine Robusta ពីវិទ្យាស្ថានវិតម្លៃកាហ្វេអន្តរជាតិ CQI តើវិទ្យាស្ថានវិតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI គឺជាអ្វី CQI គឺជាស្ថាប័នបណ្ដុះប្រាក់ចំណេញដែលកំពុងធ្វើការជាអន្តរជាតិដើម្បីពង្រឹងគុណភាពកាហ្វេនិងការរស់នៅរបស់អ្នកផលិតកាហ្វេដើម្បីបញ្ជាក់ថាកាហ្វេនៅខេត្តមណ្ឌលគិរីពិតជាមានគុណភាពខ្ពស់ជាស្ថាន CQI បានវិតម្លៃយ៉ាងម៉ត់ចត់ទៅលើកត្តារួមផ្សំដូចជាក្លិនរសជាតិសម្បកអាស៊ីតនិងតុល្យភាពរសជាតិរបស់កាហ្វេជាលទ្ធផលកាហ្វេ Robusta មណ្ឌលគិរីកែច្នៃដោយក្រុមហ៊ុន Coffee ទទួលបានពិន្ទុគុណភាព 80.5 ជាពិន្ទុមួយខ្ពស់គួរជាទីស្ញប់ស្ញែងការទទួលស្គាល់នេះគឺជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងរបស់កសិករខ្មែរនិងក្រុមហ៊ុន Coffee យើងជឿជាក់ថាសមិទ្ធផលនេះនឹងបើកទំព័រប្រវត្តិសាស្ត្រសម្រាប់កាហ្វេកម្ពុជាទៅកាន់ទីផ្សារពិភពលោកតាមរយៈការគាំទ្រពីសំណាក់ប្រជាជនខ្មែរសូមរងចាំភ្លក់កាហ្វេខ្មែរដែលទទួលស្គាល់ដោយអន្តរជាតិ